ប្រាប់ Telegram យូរហើយតែបងប្អូនមានដឹងអត់ថានៅក្នុងកម្មវិធី Telegram បងប្អូនអាចធ្វើការកំណត់ម៉ោងកំណត់ពេលវេលានៅក្នុងការផ្ញើសារទៅឲ្យអនឡាញគេម្នាក់បានខ្ញុំមានជា tip មួយចង់ចែកម្លែកបងប្អូនមានដឹងអត់ថានៅក្នុងកម្មវិធី Telegram បងអាចធ្វើការ schedule calendar ឬក៏ schedule ម៉ោងនៅក្នុងការផ្ញើសារទៅអ្នកគេម្នាក់បានណាបងឧទាហរណ៍ថាបងនឹកឃើញថាចង់ផ្ញើសារទៅឲ្យអ្នកគេម្នាក់តែវា it's ពេលយកបាត់ដៃចង់និយាយអញ្ចឹងណាវាម៉ោង 11 12ឯងអញ្ចឹងយើងមានអារម្មណ៍ថាអត់ហ៊ានឆាតទៅគេទេដោយសារតែវាយប់ពេកប៉ុន្តែបើសិនជាចាំដល់ស្អែកខ្លាចភ្លេចព្រមម្នាក់នឹងមានការងារច្រើនរៀងខ្លួនត្រូវទេអញ្ចឹងបងអាចធ្វើការ schedule ម៉ោងឬក៏ schedule ថ្ងៃនៅក្នុងការផ្ញើសារទៅឲ្យគេនឹងបានតាអញ្ចឹងបងចង់ផ្ញើម៉ោងប៉ុន្មាន schedule ម៉ោងហ្នឹងទៅនៅពេលដល់ម៉ោងហ្នឹងសារនឹងលោតអូតូចូលទៅកាន់ partner ឬក៏ចូលទៅកាន់អ្នកដែលយើងចង់ផ្ញើសារទៅឲ្យហីអញ្ចឹងចង់ដឹងពីរបៀបនៅក្នុងការ check set up បងមើលវីដេអូរបស់ខ្ញុំទាំងអស់គ្នាតាការកំណត់ម៉ោងឬក៏កំណត់ថ្ងៃនៅក្នុងការផ្ញើសារទៅអ្នកគេម្នាក់គឺនៅក្នុងកម្មវិធី Telegram បងអត់បាក់ទេតើបងចូលមកក្នុងកម្មវិធី Telegram របស់យើងធម្មតាសិនទៅអូខេអញ្ចឹងបើសិនជាកន្លែងនេះឧទាហរណ៍ថាបងចង់ធ្វើការផ្ញើសារទៅគេចូលឧទាហរណ៍ថាខ្ញុំចង់ផ្ញើបេះដូងមួយចុះកុំឲ្យសេច្រើនអញ្ចឹងពេលដែលស្ដេចលើនឹងហើយបើសិនជាបងប្អូនចុចកន្លែងសញ្ញាព្រួយនេះវានឹងផ្ញើទៅត្រូវអត់ប៉ុន្តែបើបងចង់ schedule ម៉ោងឬក៏ពេលដែលយើងចង់ផ្ញើបងអាចធ្វើការ select លើនឹងឲ្យជាប់អញ្ចឹងបងត្រូវយកកន្លែង schedule message អូខេអញ្ចឹងកន្លែងនេះឃើញបងថាយើងចង់ផ្ញើថ្ងៃណាឧទាហរណ៍ថាយើងចង់ផ្ញើនៅថ្ងៃស្អែកអូខេនេះថ្ងៃទី14ម៉ោងម៉ានដាក់មកម៉ោង4អីអញ្ចឹងទៅណាអញ្ចឹងវានឹងលោតឲ្យនេះអញ្ចឹងសារនោះវានឹងផ្ញើនៅខែ3ថ្ងៃ14ម៉ោង4 10នាទីអូខេបងប្អូនចុចអញ្ចឹងទៅធ្វើទៅបើបងប្អូនឃើញអញ្ចឹងមែនណាតែកុំច្រឡំនេះពេលដែលយើងចូលមកសារមិនគឺអត់បានផ្ញើទេហើយវានឹង load notify កន្លែងនេះឲ្យយើងនេះបងអាចមើលកន្លែងហ្នឹងបានអញ្ចឹងដល់ពេលដល់ម៉ោងដល់ពេលដែលយើងកំណត់សារហ្នឹងនឹងលោតអូតូចូលទៅដៃគូរបស់យើងហើយមានតែប៉ុណ្ណាបងងាយៗស៊ូអរគុណច្រើនបាយបាយ